សម្រាប់ការបោកផ្សារមាសនៅថ្ងៃច័ន្ទគឺនឹងមានការធ្លាក់ចុះបន្តិចតួចចាសម្រាប់ថ្ងៃនេះថ្ងៃទី30 គុតយ៉ាថ្ងៃទី1គឺនឹងមានការធ្លាក់ចុះបន្តិចធ្លាក់ចុះខ្លាំងទេធ្លាក់ចុះដើម្បីឡើងនៅក្នុងទីផ្សារអន្តរជាតិហើយនៅក្នុងទីផ្សារមូលដ្ឋានខាងក្រៅមាសជីមាសគីឡូហ្នឹងមួយជីខាងកែបជីករបស់ខ្ញុំអាចហក់ឡើងដល់មួយជី$600ហើយតម្លៃដើមរបស់វា500ជាងហ្នឹងគឺនឹងហួសហ្នឹងទៀតអត់មានត្រឹមមួយជី500ជាងហ្នឹងទេហួសហ្នឹងទៀតណាទៅលើកតាព័ត៌មានទៅលើកតាវិភាគបែបបច្ចេកទេសគឺអាចហក់ឡើងដល់មួយជី600ឬក៏600ជាងហើយបងប្អូនអរគ្នាទិញមាសចេះខាតទេបងប្អូនដែលតាមដានវីដេអូខ្ញុំខ្ញុំឲ្យទិញមាសតាមមួយជី400ជាង470ឥឡូវឃើញ500ជាងបច្ចុប្បន្នថ្ងៃ30ហ្នឹងខ្ញុំកំពុងនិយាយ500ជាងហើយណាអញ្ចឹងបងប្អូននៅតែមានឱកាសក្នុងការទិញអត់ដែរហ្នឹងអញ្ចឹងវីដេអូមានប៉ុណ្្នឹងទេកុំភ្លេច follow account Facebook ជាមួយ TikTok របស់ខ្ញុំផងបាយបាយ